សម្ដេចតេជោទូប្រតិកម្មខ្លាំងៗថាថៃកំពុងលេងល្បែងគំរាមដែលនាំឲ្យខាត់បងខ្លួនឯងក្រោយពីបកប្រឆាំងថៃផ្ដាល់យោបល់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាដ៏ឆ្លៀសវៃដែលបានរក្សាភាពអត់ធ្មត់យូរមកហើយជាមួយថៃនៅទីបំផុតបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងទាំងអត្រាយប់ជ្រៅថ្ងៃសុក្រទី20ខែមិថុនាថាថៃដែលជាប់ភូមិផងរបងជាមួយកម្ពុជាកំពុងលេងល្បែងគំរាមកម្ពុជាដែលនាំដល់ការខាត់បងខ្លួនឯងសម្ដេចតេជោបានលើកឡើងបែបនេះទាំងការឈឺចាប់ក្នុងនាមជាខ្មែរនិងក្នុងនាមជាមេដឹកនាំប្រទេសដ៏ឆ្នើមប្រកបដោយគុណធម៌ខ្ពស់ឆ្លើយតបទៅនឹងគណៈបកប្រឆាំងមួយរបស់ថៃដែលបានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជាប្រៀបដូចជាទង្វើរបស់កូនក្មេងបៀមដៃគួរឲ្យអស់សំណើចគួររំលឹកថានៅល្ងាចថ្ងៃសុក្រទី20ខែមិថុនាសារព័ត៌មានមួយដែលមានឈ្មោះថា PPTV HD 36បានបង្ហោះសំណេរមួយអមដោយរូបភាពពីគណៈបកប្រឆាំងមួយរបស់ថៃដែលរំលេចនៅខ្លឹមសារដ៏គួរភ្ញាក់ផ្អើលនិងឈឺចាប់ដូចនេះថាដើម្បីប្រយុទ្ធជាមួយកម្ពុជាការចាត់វិធានការរបស់រដ្ឋាភិបាលថៃដូចជាការបិទព្រំដែនជាដើមគឺមិនគ្រាន់ទេពលគឺគួរចាត់វិធានការមើងម៉ាត់ដូចជាការឈប់លក់ប្រេងឲ្យកម្ពុជាជាដើមហើយឈប់លក់ប្រេងឲ្យកម្ពុជាត្រឹមតែ1ខែកម្ពុជានឹងចុះចាញ់ដោយខ្លួនឯងការលើកឡើងនេះបង្ហាញពីចរិតឆ្លើយឥតអៀនខ្មាស់ដោយសុភាសិតបុរាណខ្មែរថាសម្ដីសជាតិមាយាទសពូជដែលចូលចិត្តគំរាមប្រទេសជិតខាងហើយវាជាការប្រមាថកម្ពុជាយ៉ាងធ្ងន់ធ្ងរព្រោះកម្ពុជាមិនមែនទៅសុំទានប្រេងពីថៃនោះឡើយគឺកម្ពុជាទិញឲ្យលុយត្រឹមត្រូវមានន័យថាបើអ្នកឯងមានទំនិញលក់ឲ្យកម្ពុជាក្នុងនាមជាដៃគូពាណិជ្ជកម្មកម្ពុជានឹងជួយទិញតែបើអ្នកឯងមិនលក់ក៏តាមចិត្តព្រោះកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងអង្គអាចក្លាហានមោះមុតរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាមិនដែលចុះញោមជាតិសាសន៍ណាមួយឡើយទោះជាអ្នកឯងជាប្រទេសធំជាងក៏ដោយគ្រាន់តែកម្ពុជារក្សាភាពអត់ធ្មត់ដើម្បីសន្សំសុខតែត្រូវចាំថាភាពអត់ធ្មត់ក៏មានដែនកំណត់របស់វាដែរការចុះផ្សាយតាក់ទិនការគម្រាមឈប់លក់ប្រេងឲ្យកម្ពុជានេះបានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជាទូប្រតិកម្មប្រងព្រាតដោយអារម្មណ៍ឈឺចាប់មិនខុសគ្នាប៉ុន្មានឡើយដោយអ្នកខ្លះថែមទាំងបានអំពាវនាវឲ្យខ្មែររួបរวมសាមគ្គីធ្លុងមួយដោយបានស្ដែងឲ្យឃើញច្បាស់ថ្មីៗនេះថាតាមរយៈមហាព្រឹត្តិការណ៍បណ្ដុះស្មារតីសាមគ្គីភាពស្នេហាជាតិគឺដំណើរថ្មើរជើង Solidarity March ដែលរៀបចំឡើងក្រុមការផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសសយក ធ្វើពហិការឈប់ទិញទំនិញនាំចូលពីថៃទៀតផងជាពិសេសគឺប្រេង PTT តែម្ដងដែលជាប្រេងនាំចូលដោយក្រុមហ៊ុនថៃឆ្លើយតបទៅនឹងការចុះផ្សាយនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានសរសេរបង្ហោះលើគណនី Facebook ផ្លូវការរបស់សម្ដេចកាលពីវេលាម៉ោងប្រមាណ 7:11 យប់ថ្ងៃសុក្រទី20ខែមិថុនាថាថ្ងៃនេះឃើញបកប្រឆាំងថៃមួយជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជាដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់យើងសូមបញ្ជាក់ទៅអ្នកវិញថាយើងមិនស្លាប់ដោយសារការបន្នាំប្រេងពីថៃមកនោះទេប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេតើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេបើចង់សូមឲ្យអ្នកធ្វើតាមបំណងចុះជាការកត់សម្គាល់ចាប់តាំងពីការកើតមានវិវាទព្រំដែនកម្ពុជាថៃជុំវិញប្រាសាទតមនធំប្រាសាទតមនតូចប្រាសាទតាក្របីនិងមុំបីក្រោយទាហានថៃបានបាញ់សម្លាប់ទាហានខ្មែរនៅព្រំដែនតំបន់មុំបីស្ថិតក្នុងខេត្តព្រះវិហារនៅថ្ងៃទី28ខែឧសភាឆ្នាំ2025មកគឺថៃបានគំរាមកម្ពុជានិងបំភ្លៃការពិតសពបែបយ៉ាងដើម្បីបំភាន់មតិជាតិនិងអន្តរជាតិដោយឥតអៀនខ្មាស់គួរឲ្យអស់សំណើចដូចជាទី1ទាហានថៃចូលមកបាញ់ទាហានខ្មែរស្លាប់ពេលព្រឹកព្រលឹមទាំងដែលទាហានខ្មែរស្លៀកខោខ្លីគ្មានកាន់អាវុធក្នុងដៃនៅក្បែរលេនដ្ឋានហើយថៃដើរប្រាប់អន្តរជាតិថាខ្លួនប្រសិទ្ធការពារខ្លួនទី2ថៃបិទច្រកព្រំដែនខ្លួនឯងពេលខ្មែរពន្យាពេលបើវិញចោទថាខ្មែរមិនឲ្យនាំទំនិញចូលកម្ពុជាទី3ពលរដ្ឋថៃរើសអើងនិងដេញពលករខ្មែរតែពេលមេដឹកនាំខ្មែរហៅពលរដ្ឋត្រឡប់មកប្រទេសវិញថៃស្រែកថាខ្មែរគ្មានសិទ្ធិហៅពលករមកស្រុកវិញទេទី4ថៃគម្រាមកាត់ផ្ដាច់អគ្គិសនីនិងអ៊ីនធឺណិតពេលខ្មែរកាត់បានមុនព្រោះខ្មែរមានអគ្គិសនីនិងអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់ថៃស្រែកថាខ្មែរយល់ច្រឡំទី5ថៃចង់ធ្វើសង្គ្រាមតែពេលខ្មែរដឹកសពាវុធទៅព្រំដែនដើម្បីត្រៀមលក្ខណៈការពារបូរណភាពទឹកដីថៃថាខ្មែរតម្រង់កណ្ដុងកំភ្លើងដាក់ប្រទេសខ្លួនទី6ថៃបិទព្រំដែនដោយឯកតោភាគីមុនហើយក្រោយមក
មកកម្ពុជាប្រមានបិទមិនឲ្យមានការនាំចូលបន្លែផ្លែឈើពីថៃចូលមកកម្ពុជាតាមច្រកទាំងអស់បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញតែអ្នកនាំពាក្យក្រសួងការបរទេសថៃបែរជានិយាយថាអ្នកចិត្តខាងល្អនឹងគ្នាមិនគួរធ្វើបែបនេះទេទី7ថៃចង់បានភាពស្របច្បាប់ភាពយុត្តិធម៌និងសន្តិភាពតែពេលខ្មែរបបួលឡើងតុលាការយុត្តិធម៌អន្តរជាតិ ICJ បែរជាថៃបដិសេធហើយថែមទាំងមិនទទួលស្គាល់តុលាការ ICJ ទៀតផងទី8នាយករដ្ឋមន្ត្រីថៃលោកស្រីផៃថងឋានបានលួចទូរស័ព្ទសុំជួបចរចាជាមួយសម្ដេចតេជោដោយសុំឲ្យសម្ដេចបើកព្រំដែនតែត្រូវសម្ដេចប្រាប់ទៅវិញថាថៃជាអ្នកបិទមុនហេតុនេះបើចង់ឲ្យកម្ពុជាបើកឡើងវិញទាល់តែថៃជាអ្នកបើកមុនរហូតចុងក្រោយឈានដល់ការទម្លាយសារសម្លេងសន្ទនារវាងសម្ដេចតេជោនិងលោកស្រីផៃថងឋានផ្អើលអស់ឋានទាំង3ធ្វើឲ្យចលនានយោបាយពេញប្រទេសថៃដែលប៊ីសនឹងធ្វើឲ្យលោកស្រីផៃថងឋានជ្រុះពីអំណាចទាំងអស់នេះបង្ហាញឲ្យឃើញកាន់តែច្បាស់ថាថៃជាជាតិសាសន៍មួយដែលមានពុទ្ធបុត្រក្រឡិចក្រឡុចតាំងពីរហូតដល់ថ្នាក់ដឹកនាំប្រទេសដែលកម្ពុជាពិបាកនឹងធ្វើជាអ្នកជិតខាងល្អជាមួយទោះបីជាកម្ពុជាតែងតែចង់សន្សំសុខក៏គេនៅតែមិនឲ្យកម្ពុជាបានសុខហើយតាក់ទិននឹងការគម្រាមឈប់លក់ប្រេងឲ្យកម្ពុជាសម្ដេចតេជោបានលើកឡើងបន្ថែមទៀតថាសម្រាប់កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគម្រាមរួចហើយអ៊ីនធឺណិតអគ្គិសនីពលករនិងពេលនេះលបែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀតបញ្ហាពលករពេលមុនពួកអ្នកមើលងាយនឹងរើសអើងពលករខ្មែរនឹងយកពលករធ្វើជាចំណាត់ខ្មាំងផងដែរនឹងគម្រាមយើងផងតែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្តទុកដាក់លួងលោមពលករព្រោះបើពលករខ្មែរចាក់ចេញពីរោងចក្រកសិដ្ឋានក្រុមហ៊ុនការដ្ឋានសំណង់មួយចំនួនអាចត្រូវបិទទ្វារព្រោះខ្វះកម្លាំងពលកម្មបើពួកអ្នកក្លាហានសូមពួកអ្នកបណ្ដេញពលករខ្មែរសាកល្បងមើលតើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះតែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិនព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជាឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជាសម្ដេចតេជោបានបន្ថែមទៀតថាក្នុងនាមជាប្រធានគណៈបកខ្ញុំសូមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណានិងម្ចាស់ការជាមុនដោយបង្វែរការទិញទំនិញពីប្រទេសថៃដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀតនិងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញកម្ពុជាគូផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទតាំងពីគ្រឿងសង្វឹងភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុងឬសាច់កំប៉ុងគ្រប់ប្រភេទជំនួសដោយប្រើផលិតផលក្នុងស្រុកឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយលើសពីព្រំដែនកម្ពុជានិងលើសពីឆ្នាំ2030